ស្វាគមន៍បងប្អូនមកកាន់ការរៀនលក់ទាំងអស់គ្នាយើងរៀនលក់ច្រើនវីដេអូហើយសង្កត់ដឹងទៅលក់ដាច់អត់ទេណា បងប្អូនរៀនហើយសាក់លបងធ្វើណាបើរៀនអត់ធ្វើអំបិលហើយបើសិនជាលោកស្រីស្ដាប់តែវីដេអូហើយអង្គុយតែស្ដាប់ហ្នឹងស្ដាប់10ជាតិទៀតក៏លក់អត់កើតដែរអញ្ចឹងតើស្ដាប់ហើយយកទៅពង្រឹងផ្នែកណាមួយហើយបានចំណុចណាមួយយកទៅពង្រឹងទៅនឹងល្អហើយអញ្ចឹងខ្ញុំទទួលបានសំណួរមួយម្សិលមិញបងអូនម្នាក់គាត់ជាអ្នកលក់ដែរប៉ុន្តែគាត់ជាអ្នកលក់នៅក្នុងវិស័យ trade គាត់ថាមានភ្ញៀវដែលសន្យាថានឹងជួយទិញថាតើគាត់សួរខ្ញុំថាគេទិញអត់ភ្ញៀវសន្យាថានឹងជួយទិញថាតើគាត់នឹងទិញអត់ចម្លើយងាយបាទបើគាត់ទិញគឺទិញហើយខ្ញុំឆ្លើយអញ្ចឹងហ្មងណាបងប្អូនថាម៉េចជារឿងបងប្អូនប៉ុន្តែយោងតាមបទពិសោធន៍របស់ខ្ញុំជាអ្នកលក់ចាប់ពីឆ្នាំ2017មកដល់ឥឡូវអោយតែអស់លោកភ្ញៀវរបស់យើងនឹងអ្នកណាក៏ដោយជាមិត្តភ័ក្តិជាអ្នកណាក៏ដោយអតិជនទាំងអស់ហ្នឹងហើយក្រុមការងារលក់របស់ខ្ញុំហើយអ្នកដែលខ្ញុំបានបង្ហាត់បង្ហាញទាំងអស់ហ្នឹងណាអ្នកដែលភ្ញៀវដែលសន្យាភាគតិចណាស់ដែលទិញភាគតិចមែនតើដែលគាត់ទិញហើយបើគាត់ទិញទៀតសោតក៏មិនទិញជាមួយយើងដែរគាត់ទៅទិញជាមួយអ្នកផ្សេងមូលហេតុគាត់ខ្លាចយើងកើតអ្នកមានឬក៏មូលហេតុអីផ្សេងៗទៀតខ្ញុំនិយាយលេងបាទមូលហេតុអីផ្សេងៗទៀតរបស់គាត់អាចថាគាត់អត់ទាន់មានលុយអាចថាគាត់អត់ទាន់យល់ច្បាស់អាចគាត់មានអ្នកដែលគាត់ស្និទ្ធស្នាលជាងជាអ្នកលក់នឹងឬក៏ជាអ្នកលក់នឹងគាត់មានលក្ខណៈវិជ្ជាជីវៈជាងស្និទ្ធស្នាលជាងអីចឹងណាឬក៏ចំកលៈទេសៈដែលគាត់មានលុយភ្លាមឬក៏ពេលខ្លះគាត់ដោយសារតែមានលក្ខខណ្ឌផ្សេងដែលគាត់ត្រូវតែទិញពីអ្នកហ្នឹងអីចឹងណាមានជួបរឿងហ្នឹងប៉ុន្តែបើតាមបទពិសោធន៍ខ្ញុំក្រុមការងារពួកខ្ញុំហើយនឹងសិស្សដែលខ្ញុំបានបង្ហាត់បង្ហាញឃើញថាអ្នកដែលសន្យាចាំជួយទិញហ្នឹងភាគតិចដែលនឹងមកទិញជាមួយយើងហើយបើគាត់ទិញភាគច្រើនក៏គាត់ទៅទិញជាមួយអ្នកផ្សេងដែរប្រហែលជាគាត់អត់ទុកចិត្តយើងឬយ៉ាងម៉េចខ្ញុំក៏អត់បានសិក្សាឲ្យដល់ដែរតែអ្វីដែលខ្ញុំចង់ជម្រាបជូនបងប្អូនជាអ្នកលក់អ្នកដែលកំពុងរៀនលក់នៅពេលដែលគេសន្យាអានឹងជារឿងរបស់គេទិញជារឿងល្អបើគេមិនទិញក៏មិនមែនជារឿងអាក្រក់ដែរអ្វីដែលសំខាន់យើងត្រូវចេះតាមភ្ញៀវអញ្ចឹងបើគាត់សន្យាយើងតាមគាត់ឲ្យគាត់គ្រប់សន្យាអត់អញ្ចឹងណាប៉ុន្តែក្នុងករណីដែលគាត់មិនអាចធ្វើបានយើងក៏រក្សាតំណែងទៅវាជារឿងសាមញ្ញទេព្រោះមនុស្សគ្រប់គ្នាអាចទិញអាចមិនទិញជារឿងសាមញ្ញហើយការសន្យារបស់គាត់បើគាត់អត់ទិញក៏គាត់នឹងខ្មាស់យើងដែរប៉ុន្តែយើងកុំអោយគាត់មានអារម្មណ៍ខ្មាស់អៀនមួយយើងព្រោះអីប្រាប់គាត់ត្រង់ថាការទិញមួយយើងឬមិនទិញវាមិនមែនអីខុសឆ្គងទេអ្វីដែលសំខាន់ជជែកគ្នាបានហើយបើគាត់មិនមានលទ្ធភាពទូរួយឬក៏គាត់មានបញ្ហាដែលគាត់នៅស្ទាក់ស្ទើរអានឹងយើងឲ្យគាត់បង្ហាញទៅហើយប៉ុន្តែរឿងមួយហើយក្នុងនាមជាអ្នកលក់យើងមិនត្រូវបោះបង់គាត់ទេយើងត្រូវរក្សាទំនាក់ទំនងធម្មតាទី1ទី2ហើយពេលខ្លះយើងត្រូវស្បត់ចំពោះខ្លួនឯងដែរថ្ងៃនេះខ្ញុំលក់ឲ្យអ្នកឯងអត់បានជាតិនេះខ្ញុំតាមលក់អ្នកឯងប៉ុន្តែអត់មានងាប់ទៅតាមលក់ជាតិក្រោយទេបាទបើខ្ញុំលក់អ្នកឯងបានខ្ញុំលក់ឲ្យកូនចៅបងប្អូនអ្នកឯងតបបានអញ្ចឹងខ្ញុំចង់ទាញចំណាប់អារម្មណ៍បងប្អូនជាអ្នករៀនលក់កុំរងចាំភ្ញៀវដែលសន្យាថាជួយទិញបើយើងរងចាំភ្ញៀវទាំងអស់ហ្នឹងចុះបើគាត់អត់ទាន់មានលុយឬគាត់អត់ទាន់សម្រេចចិត្តឬក៏គាត់មិនកលៈទេសៈដែលមិនបង្ខំណាមួយដែលគាត់មិនទាន់អាចទិញបានអញ្ចឹងយើងមិនដាច់បាយអញ្ចឹងយើងអត់ត្រូវចង់រងចាំគាត់ទេអ្នកដែលសន្យាមិនដែលទិញទេបើអ្នកដែលទិញអត់ដែលសន្យាទេខ្ញុំខ្លួនឯងជាក់ស្ដែងភ្ញៀវដែលទិញគឺអត់ដែលសន្យាទេគឺទិញហ្មងអ្នកដែលទិញគឺទិញគឺអ្នកទិញគឺចិត្តដាច់គឺទិញហើយបើអ្នកសន្យាមិនចង់ថាមិនទេប៉ុន្តែភាគច្រើនអ្នកសន្យាមិនទិញទេទិញតិចណាហើយបើទិញក៏ទិញជាមួយអ្នកផ្សេងដែរដោយសារតែកត្តាមិនទុកចិត្តឬក៏កត្តាអីផ្សេងៗខ្ញុំក៏អត់ដឹងដែរប៉ុន្តែយ៉ាងណាក៏ដោយក្នុងនាមជាអ្នកលក់អាជីពក្តីមិនអាជីពក្តីកំពុងរៀនក្តីយើងមិនគួរចោលរងចាំភ្ញៀវដែលសន្យាទេយើងរកភ្ញៀវថ្មីទៅឬភ្ញៀវណាដែលទិញពីយើងហើយយើងធ្វើការមួយគាត់ទៅគាត់នឹងទិញថែមភ្ញៀវភាគច្រើនគាត់ទិញថែមកាលណាគាត់ទិញហើយគាត់ទុកចិត្តយើងហើយគាត់ទិញថែមហើយឲ្យតែផ្ដល់សេវាកម្មល្អសមសួនទៅក៏គាត់ទិញពីយើងដែរអញ្ចឹងពាក្យពីខ្ញុំបើអ្នកសន្យាកិច្ចការដែលយើងត្រូវធ្វើនោះគឺតាមគាត់ថាគាត់ទិញឬអត់តែប៉ុណ្្នឹងទៅបានហើយប៉ុន្តែបើគាត់មិនទិញអត់ខុសទេហើយយើងក៏រក្សាតំណែងនឹងចាស់បាទ